មានសួរលោកគ្រូថ្ងៃនេះខ្ញុំមកប្រាប់ពីប្រាប់នៅរបៀបដែលកូដ4ខ្សែនេះគឺវាដំណើរការអញ្ចឹងនៅក្នុងកូដ4ខ្សែហ្នឹងគឺវាបែងចែកចេញជាពីរដំណាក់កាលទី1ខាងលើ3ខ្សែនេះគឺការប្រកាសរបស់គេហើយខាងក្រោមនេះគឺកន្លែងដែលកូដនឹងដំណើរការអញ្ចឹងទី1ខាងលើនេះគឺយើងមាន object data ស្មើ100ហើយ in score ស្មើ null និង bold is login ស្មើ true chẳngបន្ទាប់ពីគេប្រកាសហើយកូដហ្នឹងគឺដំណើរការចាប់ពីខាងក្រោមដែលយើងមាន string result ស្មើនឹង is login ស្មើ true ចឹង is login ស្មើ true នេះគឺគេសួរបញ្ជាក់ថាតើ is login នេះច្បាស់ជាស្មើ true មែនឬអត់ចឹងយើងមកមើលខាងលើថាការប្រកាសរបស់គេហ្នឹង is login ស្មើអីចឹង is login របស់យើងគឺស្មើ true ចឹងបន្ទាប់ពីយើងឃើញថាវាស្មើ true ហើយគឺយើងងាកមកមើលខាងក្រោយទៀតគឺវាបែងចែកចេញជាពីរដំណាក់កាលទៀតដំណាក់កាលទី1គឺដំណាក់កាលខាងឆ្វេងដំណាក់កាលទី2គឺដំណាក់កាលខាងស្ដាំប្រសិនបើខាងមុខនេះគឺវា true អញ្ចឹងគឺវាចាប់យកដំណាក់កាលខាងឆ្វេងនេះបើវាអត់ true ទេគឺវាចាប់យកខាងស្ដាំក៏ប៉ុន្តែខាងមុខយើងនេះគឺស្មើ true អញ្ចឹងគឺវាចាប់យកដំណាក់កាលខាងឆ្វេងកន្លែងនេះអញ្ចឹងបន្ទាប់ពីនឹងហើយគឺវាមកដំណើរការនៅក្នុងវងកញ្ចក់នេះទៀតដំណាក់កាលទី1 data is in អញ្ចឹងយើងមកមើល data ខាងលើយើងគឺជា object ក៏ប៉ុន្តែ object នេះគឺវាទទួលតម្លៃគ្រប់បែបយ៉ាងអញ្ចឹងវាទទួលតម្លៃជាតួលេខអញ្ចឹងកន្លែង object នេះគឺវាប្រែក្លាយទៅជា integer វិញអញ្ចឹង data យើងគឺស្មើនឹង integer គឺពិតទី1ហើយខាងមុខនេះគេសួរថាតើនឹង score 60ធំជាងឬស្មើ50មែនឬអត់កន្លែង score ស្មើ60នេះគឺជាកន្លែងតម្លៃដែលយើងត្រូវបោះប៉ុន្តែ score ដែលគេប្រកាសខាងលើនេះគឺវាស្មើណាអញ្ចឹងកន្លែងនេះគឺយើងភ្ជាប់តម្លៃប្រមាណក៏បានដែរអញ្ចឹងយើងមើលតើ60ហ្នឹងច្បាស់ពិតជាធំជាងនឹងស្មើ50មែនឬអត់អញ្ចឹងកន្លែងនេះគឺវាពិតមួយទៀតអញ្ចឹងកន្លែងនេះពិតហើយពិតអញ្ចឹងវាពិតទាំងពីរបន្ទាប់ពីពិតហើយគឺយើងមើលខាងមុខនេះទៀតថាវាបើសិនជាវាពិតគឺវាចាប់យកតម្លៃខាងឆ្វេងនេះតែបើវាអត់ពិតទេគឺវាចាប់យកតម្លៃខាងស្ដាំក៏ប៉ុន្តែកូដយើងខាងមុខនេះគឺវាពិតអញ្ចឹងគឺវាចាប់យកតម្លៃខាងឆ្វេងគឺផាសចឹងដំណើរការវាគឺដំណើរការតែប៉ុណ្្នឹងបើសិនជាយើងចង់ដឹងថាតើវាដំណើរការចាប់ផាសមែនឬអត់គឺយើងចូលទៅមើលនៅពេលដែលយើងរ៉ានអញ្ចឹងយើងcheck ទៅមើលលើ check មើលទៅលើ result ដែល result ទាំងអស់ហ្នឹងគឺវាផ្ទុកនៅតម្លៃទាំងអស់ហ្នឹងអញ្ចឹងយើងចូលទៅមើល result ចឹងបន្ទាប់ពីយើងរ៉ានមកនេះតម្លៃរបស់យើងគឺស្មើផាសអញ្ចឹងកូដយើងមានតែប៉ុណ្ណឹងនេះគឺជាការដំណើរការរបស់វាពីមួយដំណាក់កាលទៅមួយដំណាក់កាល